ផលបានយូរ វាមិននេះទេមើលវាដាច់ខ្លាយខាងលើអស់ហើយវាមិនអាចបានច្រើនមើលចាហើយមើលថាមិនថលមបេះទេវាទៅជាពងមាន់អស់លីងហ្នឹងចាពងមាន់អស់លីងហ្នឹងយើងក្រៅពីយើងធ្វើបន្លែហ្នឹងអាលហុងហ្នឹងចង់បញ្ជាក់ថាមិនមែនថាខ្ញុំវាមិនស្គាល់ទេគាត់វាស្គាល់ដែរតែវាមិនច្បាស់ដូចបងជាអ្នកដូចថាអត់ច្បាស់ដូចបងជាអ្នកដាំទេបងនេះយើងអាចយកទៅធ្វើជាលហុងទុំដែលគេយកទៅលក់ខ្ញុំឃើញតាមប្រទេសឬតាមផ្អែមឯបានទេអត់បានទេព្រោះអីលហុងនឹងជាលហុងបន្លែមើលអូចឹងមានន័យថាលហុងនឹងពាក់ព័ន្ធតែបន្លែទេបងណាចាពាក់ព័ន្ធតែបន្លែទេហើយលហុងដែលគេដាក់ទូលក់ជាផ្អែមជ័យលហុងផ្សេងពូជអាហ្នឹងពូជផ្សេងបាទពូជផ្សេងហើយមើលពួកឯងមើលឡើងពងមាន់អស់ហើយហ្នឹងដល់តែពងមាន់ចឹងពងមាន់នឹងមានន័យថាចង់ទុំហ៎បងពងមាន់ហ្នឹងបើយើងបេះទៅយកទៅបន្ទុំនេះវាឆ្នោតចឹងណាបើយើងបេះទៅបន្ទុំវាទុំក្រហមហ្មងប៉ុន្តែទៅពេលហូបមិនបានគេវារាំងសាបហើយយើងអាលហុងបន្លែហ្នឹងវាមានជាតិទឹកច្រើនណាវាអត់សាច់ហាប់ដោយអាលហុងគេទុកពងមាន់ត្មងហ្នឹងហើយនេះដល់ពេលយើងគេបេះមកហ្នឹងគឺយើងដល់ពេលនេះយើងឆ្លងជាគីឡូចាដាក់ថងអត់ដែលមានឡានគេមកយកដល់ហ្នឹងទេអត់ទេហើយពួកឯងមើលបងចកាបងខ្ញុំមើលទៅធំប្រមាណហិកតាដែរបងចកាហ្នឹងតឹងខាងនេះ15ខាងនេះ22វា37បាទប៉ុន្តែនេះបងឯងដាំតែលហុងសុទ្ធហ្មងដាំតែលហុងឆ្នាំហ្នឹងដាំលហុងច្រើនចុះបងថាមានដាំនេះមានដាំបន្លែអីក្រួយបន្លែផ្សេងៗមានម្រះមែនដែរបងចាមានអានងតងអំពៅអីចឹងណាតែនោះដូចជាបានផលល្អបងចាបានដូចថារាល់ថ្ងៃចឹងហូបបានរាល់ថ្ងៃពី30000រាល់ថ្ងៃចឹងណាហើយបន្លែហ្នឹងតែបើអានេះចាប៉ុន្តែសរុបក្នុងឆ្នាំនេះដែលបងមុខរបរដែលនេះកសិកម្មបងលហុងតើបើយើងប្រៀបធៀបពីដើមទុនប្រើអស់ប្រមាណដែរបងហើយរហូតដល់ម៉ោងយើងទូទាត់ទៅវាអាចថាបានរួចខ្លួនហើយរួចតម្លៃដែលយើងចំណាយទេអត់រួចទេចាបើតម្លៃគិតថាយើងចុះមកអស់5000ហើយតែប្រមូលផលវិញអត់ទាន់បានទេចាប៉ុន្តែខ្ញុំមើលទៅច្រើនបើសិនជាថាតម្លៃគួរសមឬក៏អាចថាលក់ដាច់គឺនៅចានៅច្រើនមែនតើមកដើមគឺមកដើមចូលប្រហែលផ្លែមកដើមចូល10គីឡូ20គីឡូក៏មានដែរចា20ទៅ30គីឡូក៏មានដែរបើអាដើមនេះមួយចូល20គីឡូបាត់ហើយនេះដើមចាប៉ុន្តែអាហ្នឹងខ្ញុំងាកក្រោយតិចមកអាហ្នឹងផ្លែវាបានប្រហែលដងទៅក្រោយយើងដាំក្នុងម្ដងមកផ្លែច្រើនបើសិនជាយើងបេះពីក្រោមនឹងឲ្យអស់កុំឲ្យមានសល់អញ្ចឹងណាយើងចេះតែបេះដោយរាល់ឆ្នាំយើងបេះអស់អញ្ចឹងអាខាងលើហ្នឹងផ្លែបន្តចានោះដូចក្តាប់វាអញ្ចឹងចាមានន័យថាវាធ្ងន់ពេកគឺវាអត់ផ្លែចាវាបេះអត់ទៅចេះតែផ្លែចាវាចេះផ្លែដល់ទៅពេលវានៅច្រើនអញ្ចឹងវាអត់ផ្លែទេវាអត់កាន់ទេវាជ្រុះអស់ហើយដូចមកឯងថាគេតម្រូវការតាមប្រភេទនេះ1គីឡូចា1គីឡូប៉ុណ្ណឹងបាទដូចខាងនេះគឺឡើងប្រមាណចាអាហ្នឹងចូល3គីឡូ4គីឡូ3គីឡូគេលែងយកបាត់ហើយចាប៉ុណ្ណេះអីគេលែងយកបើគេយកប៉ុណ្នេះចាហ្នឹងបងអរគុណណាស់ដែលបងចំណាយពេលវេលាផ្ដល់បទសម្ភាសន៍ជាមួយខ្ញុំបាទនឹងក្រុមការងារសារព័ត៌មានថ្មីថ្មីហើយជាចុងក្រោយមកឯងមានពាក្យពេចន៍អីដើម្បីសំណូមពរទៅដល់អាជ្ញាធរពាក់ព័ន្ធក៏ដូចជាដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យជួយមកប្រើប្រាស់នេះបន្លែការយើងដូចជាផលិតផលរបស់ខ្មែរយើងបងចាខ្ញុំសូមពាវនាវដល់ក្រសួងកសិកម្មជួយធ្វើមិនឲ្យមានទីផ្សារជួយប្រជាពលរដ្ឋនៅលើទឹកដីកោះមាសហ្នឹងគ្នាពិបាកណាស់ដល់តែពេលលហុងអញ្ចឹងគឺម្នាក់គឺចប់ហ្មងសូមឲ្យក្រសួងកសិកម្មមកជួយផ្សព្វផ្សាយឲ្យមានដូចថាមានអ្នកទិញអញ្ចឹងណាឲ្យមានអ្នកទិញអ្នកជួយផ្សព្វផ្សាយផងទៅបាទបងអាហ្នឹងបើបានតម្លៃប្រហែលដែលយើងអាចថាទទួលបាននេះបងអាចបញ្ជាក់បានបើសិនជាបានត្រឹមតម្លៃតែ500 1គីឡូគោយើងអាចរួចខ្លួនបានដែរតែដល់តម្លៃ100អញ្ចឹងយើងអត់រួចខ្លួនទេបាទ100តែយើងដឹងជូនយកចាដល់ឲ្យគេទៀតបានតែ50រៀលចាដល់អញ្ចឹងនិយាយទៅខាតទាំងស្រុងហ្មងខាតទាំងស្រុងយកបាទកន្លងមកដែលមានអាជ្ញាធរគេចុះមកនេះអត់សោះហ្នឹងហើយអត់មានសោះដល់អញ្ចឹងពិបាកបាទអរគុណច្រើនចាអរគុណចា